កាលពីព្រេងនាយមានអត្ថកម្បាំងមួយដែលមនុស្សលោកមិនដែលបានឃើញលោកតាអេសីនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ពិភពដ៏អស្ចារ្យមួយនាពេលឥឡូវនេះសូមស្វាគមន៍មកកាន់អាណាចក្របាតសមុទ្រដែលជាទីស្នាក់អាស្រ័យនៃពូជពងនាគនៅមាត់ទ្វារអាណាចក្រនេះមានពលទាហាននាគដ៏ខ្លាំងពូកែយាមកាមយ៉ាងតឹងរឹងបំផុតវិមានដ៏ស្កឹមស្កៃបញ្ចេញពន្លឺចាញ់ចាំងពីត្បូងមរកតនិងមានសន្លឹកនៅក្រោមទឹកដ៏ត្រជាក់នេះគឺជាស្ដេចនាគជាម្ចាស់គ្រប់គ្រងលើហ្វូងនាគនិងមច្ឆាទាំងឡាយក្នុងមហាសមុទ្រព្រះនាងនាគដ៏ស្រស់សោភាកំពុងតែរាំលេងកម្សាន្តជាមួយមិត្តសម្លាញ់របស់នាងហើយមើលទៅត្រីមាសវេទមន្តបង្កើតនៅពពុះទឹកដែលផ្ទុកទៅដោយរឿងរ៉ាវអតីតកាលដ៏យូរលង់ចំណែកថ្ងៃនេះជាថ្ងៃបុណ្យដ៏ធំដែលស្ដេចនាគត្រូវប្រគល់ត្បូងមរកតការពារអាណាចក្រឲ្យព្រះនាងប៉ុន្តែរំពេចនោះស្រមោលខ្មៅងងឹតបានចូលមកបាំងពន្លឺនៃវិមានស្ដេចនាគនៅពេលនោះកងទ័ពនាគទាំងអស់រៀបចំខ្លួនដើម្បីការពារទឹកដីពីសត្រូវដែលមកយាយីហើយនៅលើគោកវិញលោកតាអេសីដឹងថាមានរឿងមិនល្អកំពុងកើតឡើងនៅខាងក្រោមហើយ Spirits of the grove, rise and awaken. By the light of this crystal, I command thee. ស្ដេចនាគបញ្ចេញមហិទ្ធិឫទ្ធិបង្កើតជាកងចក្រខ្យល់គួយទឹកដ៏ធំដើម្បីការពារវិមានទ្រង់ព្រះនាងនាគភ័យខ្លាចជាខ្លាំងនាងបួងសួងសូមឲ្យសន្តិភាពត្រឡប់មកវិញសត្រូវនោះគឺសត្វពួកយក្សពីបាតសមុទ្រជ្រៅដែលចង់ដណ្ដើមយកត្បូងវេទមន្តការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានចាប់ផ្ដើមទឹកសមុទ្រប្រែជាកម្រើកញាប់ញ័រស្ដេចនាគប្រឈមមុខជាមួយសត្រូវហើយបានប្រែពន្លឺមាសដើម្បីកម្ចាត់ភាពងងឹតចេញត្រីមាសនាំផ្លូវព្រះនាងទៅកាន់កន្លែងស្ងប់សម្ងាត់ដើម្បីរក្សាទុកត្បូងមរកតនោះនាងបានយកត្បូងទៅដាក់ក្នុងអាសនៈបុរាណដើម្បីបញ្ចេញថាមពលការពារអាណាចក្រនេះហើយភ្លាមនោះពន្លឺពណ៌ខៀវដ៏ត្រជាក់បានចេះចិនមកធ្វើឲ្យសត្រូវខ្ចាត់ខ្សាយអស់ពីអាណាចក្រសន្តិភាពបានត្រឡប់មកវិញហើយភាពស្ងប់ស្ងាត់បានគ្របដណ្ដប់លើវិមាននាគម្ដងទៀតស្ដេចនាគនិងព្រះនាងបានជួបជុំគ្នាវិញដោយក្តីសប្បាយរីករាយជាពន់ពេកលោកតាអេសីក៏បានដឹងថាអាណាចក្រនាគមានសុខសន្តិភាពមកវិញហើយរឿងរ៉ាវនៃវិមាននាគក្រោមទឹកស្ថិតនៅក្នុងការចងចាំនៃអ្នកគ្រប់គ្នាសូមអរគុណសម្រាប់ការទស្សនានិងដំណើរផ្សងព្រេងក្នុងអាណាចក្របាតសមុទ្រ